យើងដឹងថាគាត់គ្រាន់តែចង់ឲ្យយើងល្អអញ្ចឹងដើម្បីបំពេញបំណងរបស់គាត់យើងធ្វើខ្លួនឲ្យល្អទៅយើងធ្វើខ្លួនឲ្យជាមនុស្សដែលគំរូមួយនៅក្នុងសង្គមមួយរបស់យើងទៅបងប្អូនអរគ្នាដែលជួបមនុស្សដែលចង់ឲ្យយើងល្អដោយមិនរំពឹងផលតបស្នងពីយើងទេសម្រាប់ខ្ញុំផ្ទាល់កាលពីឆ្នាំ2022គាត់បានផ្ដល់ឱកាសការងារមកឲ្យខ្ញុំហើយដោយសារតែការខិតខំប្រឹងប្រែងពីយើងក៏គាត់ផ្ដល់ឱកាសមួយទៀតគឺខ្លាយទៅជា leader នៅក្នុង team ជាអ្នកគ្រប់គ្រងជាអ្នកឲ្យផ្ដល់ទំនុកចិត្តផ្ដល់ក្រុមហ៊ុនមួយផ្ដល់កន្លែងមួយឲ្យយើងកាន់ហ្មងរហូតទៅដល់រយៈពេលធ្វើការយូរទៅក៏ផ្ដល់ឱកាសឲ្យទៅរៀនសូត្រនៅខាងប្រទេសជិតខាងរបស់យើងទៅមើលគេមើលឯងរៀនសូត្រពីប្រទេសជិតខាងរបស់យើងធ្វើដំណើរកំសាន្តឲ្យឃើញថាពិភពលោកខាងក្រៅគឺយ៉ាងណាអ្វីដែលខ្ញុំចង់និយាយគឺនៅពេលដែលយើងជួបមនុស្សបែបនេះអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមស្វែងយល់ពីគោលបំណងរបស់គាត់ហើយធ្វើល្អជាមួយគាត់ឲ្យល្អបំផុតតាមដែលអាចតែយើងធ្វើបានពេលខ្លះគាត់អត់ចង់បានអីពីយើងទេគាត់គ្រាន់តែចង់ឲ្យយើងខ្លាចទៅជាមនុស្សម្នាក់ដែលមានតចរិតល្អមានអនាគតមួយល្អដែលរស់នៅក្នុងសង្គមអាចមើលថែខ្លួនឯងអាចមើលថែមនុស្សជុំវិញខ្លួនអាចមើលថែសង្គមខ្លួនឯងបានតែប៉ុណ្្នឹងអញ្ចឹងយើងដឹងថាគាត់គ្រាន់តែចង់ឲ្យយើងល្អអញ្ចឹងដើម្បីបំពេញបំណងរបស់គាត់យើងធ្វើខ្លួនឲ្យល្អទៅយើងធ្វើខ្លួនឲ្យជាមនុស្សដែលគំរូមួយនៅក្នុងសង្គមមួយរបស់យើងទៅនេះជាអ្វីដែលខ្ញុំអាចនិយាយបានហើយពាក្យពេចន៍ទាំងអស់វាស្ថិតនៅក្នុងដួងចិត្តរបស់ខ្ញុំចង់អរគុណគាត់ដែលផ្ដល់ឱកាសឲ្យខ្ញុំសូម្បីតែមកទល់ពេលនេះដឹងតែខ្ញុំដើរនៅក្នុងវិស័យនេះក៏ឆ្លៀតផ្ដល់ជាពាក្យលើកទឹកចិត្តផ្ដល់ជាដំបូន្មានផ្ដល់ជា advice ផ្ដល់ជាថវិកាបច្ចិតអីផ្សេងខ្ញុំពិតជាអរគុណបងមែនតើសម្រាប់អ្វីគ្រប់យ៉ាងដែលបងធ្វើល្អមកលើខ្ញុំដឹងថាបងអត់ចង់បានអីក្រៅពីចង់ឃើញខ្លួនខ្ញុំខ្លាចទៅជាមនុស្សម្នាក់ដែលមានភាពរីកចម្រើនហើយខ្លាចទៅជាមនុស្សម្នាក់ដែលនៅក្នុងសង្គមរបស់យើងទេខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីឲ្យខ្លួនឯងខ្លាចទៅជាមនុស្សល្អម្នាក់ហើយសម្រេចបំណងរបស់បងមកទល់ពេលនេះខ្ញុំអាចនិយាយបានថាខ្ញុំជាមនុស្សម្នាក់ដែលរឹងមាំហើយខ្ញុំអាចរឹងមាំជាមួយនឹងខ្លួនឯងអាចដឹកនាំជីវិតខ្លួនឯងបានអាចមានចំណូលគួរសមល្មមសម្រាប់ដឹកនាំជីវិតខ្លួនឯងបានពីខ្ញុំទៅជូនពរឲ្យបងមានសុខភាពល្អមានសំណាងល្អហើយជោគជ័យគ្រប់រឿងមិនថាជារឿងអីផ្សេងដែលបងប្រាថ្នាសូមឲ្យជោគជ័យនៅក្នុងជីវិតរបស់បងហើយសង្ឃឹមថាយើងនឹងជួបគ្នាឆាប់